តាមសិនបើការប្រកួតលីកកំពូលបាទចុងសប្តាហ៍ថ្ងៃសុក្របាទយុគនេះមានតែ2គូទេបាទធ្វើការវិភាគជូនបងប្អូនអបនោះការប្រកួតនៅសម្រាប់ចិត្តចប់រដូវកាលអស់ហើយគូទី1នេះបាទ Aston Villa បាទបានវាកន្លងឋានទទួលក្រុមបាទ Liverpool Aston បាទលេខ5បាទ Liverpool លេខ4ពិន្ទុស្មើគ្នាល្អមែនទែន59ពិន្ទុប៉ុន្តែមានភារកិច្ចមួយទៀតគឺក្រុម Aston Villa នឹងត្រូវលេងវគ្គផ្ដាច់ព័ន្ធនៅពេលរង្វាន់ Europa League បាទហើយសម្រាប់ការប្រកួតជុំនេះបាទមានគិតថាបងប្អូនអាចរើសបានទៅលើក្រុម Liverpool គូទាំងពីរនេះបាទ Liverpool មិនដែលចាញ់ទេទៅលើក្រុម Aston Villa គិតប្រាប់ប្រកួតចុងក្រោយបាទគឺឈ្នះ3និងស្មើ2លើកអញ្ចឹងបងប្អូនអាចរើសបានទៅលើក្រុមបាទ Liverpool តែម្ដងដល់គូទី2វិញការប្រកួតនៅលីកកំពូលរបស់ទូគីចូលដល់សប្តាហ៍ទី34ហើយបាទបិទរដូវកាលក្រុម Rizepor បាទគឺការប្រកួតជាមួយក្រុម Besiktas លេខ4បាទមានកៅអីបាទលេងវគ្គ Play-off បាទជាមួយនឹង Conference League បាទសម្រាប់គូនេះដែរបាទមានគេថាបងប្អូនអាចរើសបានទៅលើក្រុម Besiktas ចំនួនការប្រកួត5ប្រកួតចុងក្រោយបាទគឺឈ្នះ3លើកហើយជាមួយនឹងក្រុម Rizepor នេះអញ្ចឹងបងប្អូនរើសបានហើយបាទទៅលើក្រុម Besiktas អញ្ចឹងមានតែ2គូទេបាទជូនបងប្អូនបាទសម្រាប់ការប្រកួតជុំនេះហើយបងប្អូនដែលចង់បានចំណុចខាងទៀតដូចជាបាទការប្រកួតបាល់ទាត់ទៅចូលទៅកាន់ Telegram link ក្រោម profile ដូចជានៅក្នុង comment វីដេអូនេះបងប្អូនកុំភ្លេចជួយ follow page ដើម្បីតាមដានដើម្បីបានប្រចាំថ្ងៃ